មើលឃើញមិនដែរ spell ក៏គ្មានការយកជំនួស flick យកជំនួស survive ដែរ spell ជាលើកគឺត្រឹមតែ1វិនាទីតែប៉ុណ្ណោះគឺឃើញថា late game គឺខាងបហាឡាគេធំជាមិនតយើងនិយាយ3ដងនិយាយ5វិនាទីអត់និយាយ1វិនាទីបានបាទជាយ៉ាងណាមិនស្វាគមន៍មកកាន់ការប្រកួត game ទី1នៃគូទី1បាក់ឆានក្នុងការប្រកួត MPL រដូវកាលទី8សប្តាហ៍ទី1ថ្ងៃទី2របស់យើងវ៉ាហាឡាត្រូវមានភារកិច្ចធ្ងន់ខ្លាំងទេនៅពេលដែលគាត់ខ្វះជាមួយនឹងវត្តមានក្រុម Dark Rai Esport ដែលឈរជើងនៅក្នុងការប្រកួត MPL របស់យើងបើរដូវកាលធ្វើបានលទ្ធផលល្អរីករាយជាមួយនឹងក្អីទៅកាន់ West Player អូយនិយាយទៅបើសិនជាយើងមើលតារាងរបស់វ៉ាហាឡាជាផ្សាយតារាងរបស់ខាង Infinite ជាមួយនឹង Note 50 Pro Series ជាមួយនឹងទូរស័ព្ទចំនួនថ្មី AI ផងដែរបំពាក់ជាមួយនឹងការសារ190 W 144 Hz 120 FPS ក៏ដូចជា Metal Frame ជាទូរស័ព្ទកម្រិតអាជីពអ្នកអាចធ្វើការជាវបាននៅតាមហាងទូរស័ព្ទនានាបាទទូទាំងប្រទេសកម្ពុជារបស់យើងក៏លេចទៅមើល Emblem របស់ពួកគាត់ក្នុងការ build បាទគណៈពេលដែលពួកគាត់សិតតែឈាមការសេក្នុង lane ខ្លួនទេបាទសិតឈាមការសេក្នុង lane អូ Vincent យកបានគ្រាន់ដើម្បីកាត់ជាមួយនឹង item គាត់ចង់ចេញ item បានលឿនហ្មងសម្រាប់គាត់ណា 5% តែ 5% ហ្នឹងបើយើងគិតមើលថា early game បើសិនគាត់វាយ early game វាអាចជោគជ័យដែរបាទជោគជ័យតែបើសិនជាយើងគិតមើលពីសាច់ late game វិញវាអត់សូវជោគជ័យបានទេចេះបើតែគាត់ចង់វិញ game គាត់ហ្នឹង early game ឆាប់លឿនណាឲ្យឆាប់ចេះ team សម្រាប់គាត់សិងក៏លួចចឹងដែរណាអូខេសិងក៏លួចចឹងដែរមួយ30បាទបន្តិចទៅដោយសារតែគាត់ពឹងទៅលើ hero ដែលងាយស្រួលក្នុងការ aggressive early game របស់គាត់ដូចជាស្អែកមើល fan នេះរបស់ Dark Side ចឹងទៅអាចលេង early game បានណាអញ្ចឹង game នេះបើគាត់អត់ណយទៅការជាមួយសមាជិករបស់ Valhalla early game អាចនឹងជោគជ័យឌីខេមិនដែរនៅពេលដែលគាត់មាន item គប់ ATB ចូល team fight អាចមាន secure ក្នុងការ challenge team fight តាំងពី total ទី1ដល់ total ទី2តែម្ដងបាទអញ្ចឹងបើយើងមើលទៅលេខជាមួយនឹងត្រាស់របស់ Dark Rai ជាមួយនឹង Vincent Moscow ក៏អាច split push បាន Dark Side ក៏អាច split push បានអញ្ចឹង3 hero ពជាពេលពីរនាក់ហ្នឹងគឺអូខ្ទេចយកតែម្ដងជាមួយនឹង Land ហើយបើនិយាយ hero ដើរតាមគឺអត់មានទេតែមានតែ Logi ជាមួយនឹងការ teleport មើលតែប៉ុណ្ណោះបាទចឹងយ៉ាងណាពេលវត្តមាន total ធ្វើការ respawn មករីកខ្លួនឯងក្រុមទាំងសងខាងកំពុងតែការចាប់ map កន្លែង total លេងខ្លួនតែម្ដងគណៈពេលមើលជាមួយនឹងខាងលើនោះជាមួយនឹងវត្តមាន Vincent កំពុងតែការកើបយក4 3មាន ATB គប់ចូលតែដូចពិបាកដូចខ្លួនឯងគណៈពេល free total ឲ្យសមាជិករបស់ Valhalla បាទជាមួយនឹង game នេះដោយសារតែមានវត្តមាន fight នេះដឹងស្រាប់ហើយនៅពេលដែល pop បើកាត់ស្របពេលដែលយើងក៏លេងជាមួយនឹងវត្តមាន total ទី1គឺការដូចគ្នាអញ្ចឹងវាមានសម្ពាធកន្លែងហ្នឹងគួរសម្រាប់ចិត្តក្នុងការយក R3 នឹងទៅវាយជាមួយនឹង objective ឬមួយក៏វាយយកជាមួយនឹង pop បើបាទធៀបបាទពី Bruno ចុះ Bruno ម៉ែ Bruno ម៉ែបាទយ៉ាងណាមកយើងលេងទៅជាមួយបច្ចុប្បន្ននេះគ្នាមិនដែរគណៈពេលដែលក្រុមទាំងសងខាងទោះបីមាន hero ដែលអាចនិយាយថាងាយស្រួលក្នុងការលេង poke early game aggressive early game ណាក៏ដោយតែគាត់លេងបែបធម្មតាដូចលេង hero ទាំងចាំងកលើអញ្ចឹងបាទអញ្ចឹងស្ថានភាពស្គមស្កាធម្មតាតែយើងចាំមើលជាក់ស្ដែងជួយថាពួកគាត់សិតតែក្រុមដែលត្រូវការបន្ទុកគាត់នឹងធ្វើបានល្អដល់កម្រិតណាជួយនឹងការនាំលេង early game ដើម្បីធ្វើការយកឈាមដំបូងបាទ late game មានម្នាក់មកខ្មាច់ដែរទេសម្រាប់តារាងទាំងពីរការថ្លឹងជាមួយតារាងទីមេអីក៏ដូចជា mid ចូល late game នេះគឺមានខ្ញុំមានបើខ្ញុំមានអារម្មណ៍ថាចេះបងសម្រាប់ late game ជាមួយនឹងការផោករបស់ណាចាស់បើសិនគាត់មាន ATM ណាអាចច្រើនណាបងអាចច្រើនណាបាទអាចច្រើនដូចគ្នាបងលក្ខណៈ nuke ទីមេហ្នឹងហើយបងចូល late nuke យកមកហើយបើមួយទៀតអាចឲ្យ grand NTA គាត់មាន ATM អីចេញមក hero តានដូចជាYami អីហក់មកជាមួយផាត់អីមកអាចមកចាក់ស្តានពីឲ្យយកហ្មងបាទហ្នឹងអាចបែបហ្នឹងដូចគ្នាដែរតែយើងចាំមើលយើងកន្លែងមើល fan នេះក៏ចូល hero backline គណៈពេលដែលមានជាមួយនឹងវត្តមាន stick ក៏គាត់ចាំភោគ hero backline ដូចគ្នាសម្រាប់ខាង Dark Rai គាត់គិតថាចូលវាយប្រាដល់ជួយ Yami អាចគូស្នាមហ្នឹងគណៈពេល spell ហៀដល់ថយវត្តមាន Dark Side ជាការហោប 3 គេបងធ្វើការដល់ថយមួយទៀតអូហូយគ្រាន់តែចលោតែប៉ុណ្ណោះ40វិនាទី spell ឈាម60វិនាទីអញ្ចឹងអាចនឹង spell អត់តទៅទេគូនេះគេនិយាយថាគេ safe play និយាយទៅតែសារតែដូចនិយាយទៅតែសារតែខាង team Dark Rai Sport បើសិនជាគេអត់ aggressive ជាមួយយើងទេគាត់ក៏មិនចង់លេងគេ aggressive ដែរជៀសវាងជាមួយនឹងការ fail early game គេ snowball យ៉ាងណាមួយតារាងរបស់គាត់ក៏អាចមាន damage នៅក្នុង lane late game ចំណែក Valhalla ក៏ដូចគ្នាបើគេអត់លេង aggressive ក៏គាត់ចង់ secure to late game ដែរដោយសារ Gary Logi ក៏ដូចជា Suyu នៅតែមាន damage ឈរទៅកាន់ late game ដូចគ្នាឥឡូវមិនអញ្ចឹងយើងនិយាយគ្នាហ្មងនិយាយមក5នាទីអំបាច់ចូលសន្ធិសញ្ញាសន្តិភាពអត់វាយគ្នាពី1នាទីដល់នាទីទី6អូខេបាទដើម្បីងាយស្រួលការចែកគ្នាម្នាក់ total ចាំ total ទី3ចាំវាយគ្នាដល់អត់ចូលដល់លហត់យើងវាយគ្នាអូខេបាទតែ total 3 total នឹងបានខាងណា2ខាងណាមួយស៊ីសំលៀងសន្យាគ្នាឥឡូវនេះ total ទី2ចាប់ដើមមកឲ្យសមាជិករបស់ Dark Rai នេះគ្នាបានហើយតែយ៉ាងណាមិនមានការលុបចូលដល់ពីវត្តមានរបស់ផាតវាយប្រាប្រាខាងណាពេលផាតលេងរកជាមួយ Spider ការដល់ថយទីខាងណាពេលយ៉ាងមានចូលតាមនេះការលុបទៅពេលបន្តទៅការដល់ថយពីស្រាយកបានជាមួយវត្តមានរបស់ Spider បានហើយចាំងលើមកថ្មីឥឡូវ surprise មួយជាមួយការយកបាន first slot ក៏បានតែមកត្រូវគណៈពេលនេះមានការយកបានជាមួយវត្តមាន total easy ពីវត្តមាន Dark Rai Esport ខ្ញុំគិតថា cigarette គួរតែគាត់ patient បន្តិចអូបាទហើយមិញ Spider ក៏រៀង over ក៏គិតថាការ boss skill ចូលក្នុង total អាចនឹងបដាច់បានពេលហ្នឹងតែពេលហើយបដាច់អត់បានឈូ skill ទី2រំលងជាងចេញវិញប៉ុន្តែដោយសារតែ Dark Side ក៏មាន ultimate បាទ ultimate
បាទ cut throat របស់គាត់ហ្នឹងលោតចាក់តាមក្រោយទៅគាត់ទៅយកដែរហើយខ្ញុំមានអារម្មណ៍ថា Spider មិញក៏បញ្ញាពេកក៏បញ្ញាទៅអស់រឿងក្នុងវង total ពេកហ៎ទោះបីគាត់មានជាមួយនឹង skill ដើម្បីទៅការ dash រត់មកវិញយ៉ាងណាក៏ដោយប៉ុន្តែគាត់បញ្ញាខ្លាំងពេកដោយសារឈាម total មិញសល់ 7000 ជាងបើច្រើនមែនទេបើគាត់ផុកទីទួយទៅមានអីបាទសម្រាប់គាត់គ្នាបាទអញ្ចឹងយ៉ាងណាមិញក៏ complete ដែរជាមួយនឹងកម្រង Second B Peg បាទជាមួយនឹងកញ្ចប់ថ្មីដែលនេះអាចធ្វើការtop up ជាមួយនឹងការយកបានជាមួយនឹង internet ដើម្បីទៅការលេង mobile ចឹងក៏ដូចជាបានពេជ្រដូចគ្នាដែរដែលមានកញ្ចប់ទី1គឺតម្លៃ$1.50នេះទទួលបាន58ពេជ្រជាមួយនឹងការលេង mobile ចឹងបានមកសបាយរយៈពេល1សប្តាហ៍និងកញ្ចប់ទី2តម្លៃ$4នេះអាចទទួលបានជាមួយនឹង245ពេជ្រជាមួយនឹងការលេង mobile ចឹងបានរយៈពេល1ខែដោយមកសបាយដៃតែម្ដងបាទរបៀបជាប់គ្រាន់តែចុចផ្កាយ1686បាទផ្កាយលេខ1ឬមួយលេខ2ត្រង់ជួបតែម្ដងសម្រាប់កញ្ចប់កម្រងទាំងពីរនេះដូចគ្នាបាទជ័យណាវិញយើងលេងទៅមើលជាមួយនឹងការបន្តទៀតដូចគ្នាគណៈពេលចាក់ស្នានវាយប្រាវយ៉ាមីបើកមុខដាក់ skill 1ផាត់លោកចូលទៅដល់ផងគណៈពេលវត្តមាន fan របស់ Dark Side អន្តរាគមមកចង់បាយហេតុតែហេតុលោកជាគណៈពេលយ៉ាមីហើយគូណាបានគណៈពេលរបស់យ៉ាមីបានហើយតែមានការយកបានហេតុដូចគ្នាបានដែរជាមួយនឹងការមួយដូរមួយគ្មានបញ្ហាគណៈពេលផាត់ចង់វាយទៀតដែរទេស្របពេល skill នៅក្បែរហ្នឹង Grand TC ថាខ្ញុំសល់តែចង់វាយតទៀតតែអត់វាយវិញបាទហើយជាមួយនឹងការ threat kill ទេទៅរក Romer និង experience ឡើងតែក៏ play ផងបាទប្រយ័ត្ន surprise ដាច់ឆ្ងាយឡើយហើយព្រោះដោយសារតែត្រាស់របស់ Valhalla គេពឹងទៅលើមក surprise មិនឡយចង់ defend តា defend ខ្លួនណា Vincent អញខ្លួនថ្នាក់មកដែរគេមកគេនេះបាទតែពេលដូរបាទដូរជាមួយ stick គាត់អស់ ultimate យ៉ាបាទយ៉ាងណាមិញដូរ threat មួយគ្នាអញ្ចឹងអានេះចំណេញមួយដូចគ្នាបាទវត្តមានរបស់ជាមួយនឹង Yami ឃើញ map ជាមួយនឹង Secret ឃើញ map បាត់ហើយអើយមិនចឹងOh my god កែបឆាចុំហ្គេមនេះគាត់អញ្ចឹងគាត់លេង secret បន្តិចទៅដាក់បញ្ឈប់ទៅណាយ៉ាងណាឃើញអត់ឲ្យ Dark Side គាត់លេងទៅលើពពួក hero assassin មាន mobility ខ្ពស់គាត់ដល់ speed បុក direct stick យកមកហើយក៏គឺតែងតែ change ដោយសារតែមានគាត់ហ្នឹងហើយបាទអញ្ចឹងមកអាចរួម hero ហ្នឹងក៏អាចជារឿងល្អដូចគ្នាតែឥឡូវមានអី hero ប៉ុណ្ណាណៃមកទៀតហើយជួយការបោកវ៉ាសាទៅមាន3យកទៅដល់ជួយការទៅមានផាត់បងទៅក្នុងក្រាបវិញយើងបាយយូរបាយយូរបានជួយវត្តមានរបស់យើងជួយការផ្ដាច់បានជួយវត្តមានរបស់ Grand LTI ក្រាបពេល2 hero ទល់1 hero អញគ្រោះថ្នាក់តែយើងមើលជួយការបុកផ្ទះនៅខាងក្រៅរបស់ Vincent សបាយមែនទេបាទសម្រាប់ Vincent អូឆាប់យកបានមកគៀបព្រោះតែមែន retry យកបានទៅ My god Spider មាន retry ហ្នឹងអត់មាន retry ហើយបើគាត់សបាយចូលផងអស់យល់ហើយបើបញ្ហាហ្នឹងបាទ communication problem ពី Valhalla ការនិយាយគ្នាអត់ត្រូវដោយសារគាត់ដឹងថាជាមួយនឹង Dark Side នៅអត់តដាច់ទេហើយគាត់សើ retry គាត់មាន retry គាត់អត់គួរណាទៅយកជាមួយនឹង Total ទេណាមួយមិនគេយកបានមក kill ទៅលើ Secret ទៀតឬមួយក៏មិនគាត់គិតថាដោយសារមានជាមួយនឹង Secret IGC 2ដើម្បីការចាប់ណាបងបាទអាចមានចាប់អីចឹងណា Secret 2អញ្ចឹងទៅប៉ុន្តែចាប់មិនទាន់មក4ខែបោះហោះចេញហោះចូលហ្នឹងហើយបាទអញ្ចឹងតែ2ឆាបគឺទៅតែម្ដងមកបូមមួយឆាបអាមិញឆាបមិញថាគេចេញមកពី Total ទៀតអញ្ចឹងគ្រាន់តែឆាបថាគេ Total នឹងថាគេរបស់បាដាំងហ្នឹងគ្រាន់ហោះមកជួនឆាបបាន2ដងបាទហើយអញ្ចឹងហោះទៅត្រឡប់មកទៀត2ដងទៀត4ដងធៀមពាក់កណ្ដាលប៉ុណ្ណឹងដាច់ហើយបើស៊ី point តែម្ដងមកសម្រាប់ជាមួយនឹងវត្តមានរបស់គាត់ខាតធ្ងន់ណាបាទអត់លេងសើចទេខាតធ្ងន់ណាស់និយាយទៅ Valhalla គួរតែសម្របសម្រួលជាមួយនឹងការនិយាយគ្នាមែនតើនៅក្នុងការរៀបគម្រោងមុនចូលជាមួយនឹង objective ក៏ដូចជា team fight លើក្រោយបើមិនដូច្នោះទេដាក់ Rai និងគ្របគាត់សឹងថាគ្មានឱកាសដើម្បីរើនៅក្នុង game ទី1នេះតែម្ដងបាទអញ្ចឹងរៀងពិបាកបន្តិចបាទសម្រាប់គាត់យ៉ាងណាមិញគាត់ចាប់បានឲ្យយកសាសលេងដើម្បីទៅការឲ្យសមាជិករបស់គាត់ split proof វិញណាប៉ុន្តែគាត់អត់មានបាយពីខ្ញុំមិនស្មើអត់ទេបាទតែយើងលេងមើល Dark Side color នៅខ្ទេចអស់ហើយបាទគេប្រាប់ថាទីធូអស់ Dark Side នេះឲ្យតែគាត់លេងអាម៉ាប់ហ្នឹងគឺអញ្ចឹងហើយ surprise អូចាំមិនជាប់ទេគេនៅហ្នឹងចាំបាទចាប់មិនជាប់ចាប់ fan នេះមិនទេចាប់អត់ជាប់ទេមិញមកគេបលទៅវិញទៅមកកន្លែងហ្នឹងយល់គាត់បលែងលេងគាត់បលែងលេងមិនបើសិនយើងគិតមើលបើសិនឧទាហរណ៍មានសំណាងខាងយើងណាចាប់មិនត្រូវមកហើយបើចាប់បានមិញបើសិនយើងយើងគិតទៅរឿងសំណាងទៅយើងបាក់ចាប់ណា fan នេះយ៉ាមីfan នេះអូយ៉ាមីអាំងគេសានតែមានការបាត់អហ្វវាយតែដល់ក្រាបពីកាត់តទៅពេលតែពេលដល់ចាប់ក្រែទីបាត់ហើយក្រែទីយូណាបាត់បងជាមួយវត្តមានយ៉ាមីក្រាបពេលបាត់មួយក្រែទីគឺការនេះបាយយូជួយអាចយកបានមកគេតំណពីសាស្ទីនេះបាយទៅទៀតដល់ការអាចារ្យគាត់ថាមិនដែរ emoji cry មួយណាចាអាចទុកចូលទេជាមួយការភពវាយមួយស្មើក្រាបពេលគាត់តែពេលខំមិនអាចចង់ក្រោយយកបានជាមួយនឹងវត្តមានអាចារ្យទៅលោកទៅអត់ Spider Go Skill ជួយការនេះបាយដល់ចាំតែមួយទៀតមិនអាចចង់បានបង Spider ពី Vincent អូ Skill មកហើយឥឡូវទៅខ្ញុំនិយាយខ្ញុំថាឲ្យថា Secret គាត់ធ្វើទៅ patient តិចអ្នកដែលពាំងជាមួយនឹង fan នេះបានគឺមានតែគាត់នឹងទេបើគាត់ប្រើ skill អស់ Grand នឹងមានហានិភ័យមកមែនគេអត់ Grand នឹងផ្លែទៅយកណាមួយចេះដោយសារតែ Grand ទី1 game នេះគាត់ពិបាកក្នុងការលេងដែរបើសិនជាគាត់យកជើងស្វាយគាត់ស្រួលគាត់រត់ចេញពី ultimate របស់កតបានតែគាត់បាក់ពីមុនបាក់រត់ពីមុនស្កែនឹង fan នេះគាត់យកជាមួយនឹង Flicker គាត់ស្រួលរត់ពី fan នេះតែគេចអត់ផុតពី ultimate របស់កតទេយើងឃើញកតដាច់2ដងរបស់ Grand ណាតែងតែកតរបស់ Yami ចន ultimate កណ្ដាលមុខយកនិយាយទៅនៅពេលដែលគាត់ start team fight វាអត់ចំណេញសម្រាប់គាត់ទេតែបើសិនជាគាត់ bet team fight ឲ្យគេចូលមករកគាត់គឺគាត់មានឱកាសគេចឲ្យឈរវាយគេបានទៀត
អាហ្នឹងបើសិនជាគាត់អាចធ្វើបែបហ្នឹងបានគេថាល្អមែនតើព្រោះដោយសារយើងដឹងថាកតត ultimate តែទៅគ្មានឱកាសដើម្បី cancel មកវិញទេអញ្ចឹងបើឲ្យកតត over គាត់អាចឆាំឈរវាយវិញក៏វាជារឿងចំណេញដូចគ្នាជាងការ start team fight របស់គាត់មកជាខាតបងទាំងស្រុងជាពិសេសគឺ Golden បាត់បងហើយបើគណៈពេលគាត់ all in វាយពេញបន្ត ultimate មួយទៀតអូហូយបើគុំត្រូវមិនអញ slow ណាចាំតែមានការលក់ ultimate ត្រូវណាចាំហើយជាមួយនឹងការវាយណាចាំអាចខ្លួនណាយើងយ៉ាំតទៀតបើជួយបែរហេបាត់បងតែម្ដងតែការជាមួយនឹងតែមានការយូរបានចាំពីនេះសាយធ្វើការថយពីនេះជាមួយនឹងការគប់ផ្ដាច់យកសាច់ហើយ Grand Anti មានអ្វីក្នុងការបញ្ចេញហើយអាយ shot down លុយសតចូលទៅកាន់ Grand កំពុងតែក្រផងហុចមាសមកនៅមុខយកដែរម្ដងជាមួយនឹង Grand KDA របស់ដាក់ស្អី5-0បាទអូ300ជាង goal លោតចូលពេញចាញ់បានទីបន្ថែមទៀត Grand ដាក់ចូល last game ដាក់ស្អីតាមមក 2k បោះចូលហ្នឹងចេញវិញដាច់ទៅខ្ញុំមានអារម្មណ៍ថាយ៉ាមីសានក្នុង team fight អត់ជោគជ័យហ្មងសម្រាប់គាត់ក៏មាន spare heal ក៏មានអីក៏ប្រឹងលោអានទៅវិញមិនជោគជ័យដូចគ្នាមិនដែរប៉ុន្តែមានការកន្លោះតែ2ជុំតាមនេះមកមើលការីរបស់ Grand 5 kill ណាអាយ៉ាចឹងណាមិញគណៈពេលបើសិនគាត់ all in ជាងការផោកជាមួយនឹងការលោតអានទៅវិញចង់ធ្វើការវាយក្នុងប៉មហ្នឹងអាចហានិភ័យវិញដូចគ្នាមិនដែរដោយសារតែគាត់អាចមកបន្ទាន់គាត់អាចធ្វើការបាត់បង់ជីវិតអញ្ចឹងវាខាតដូចគ្នាដោយសារតែ secret game មិញនិយាយទៅគឺការបោកឆា team fight ពីសមាជិករបស់ខាងក្រុមយ៉ាំដាក់ e-sport យ៉ាមីក៏លោតចូលមកដល់ពេលទៅ secret មិនបានបញ្ចេញអីផងមក secret គ្រាន់ឈោចាំមកតែពេលយ៉ាមីក៏មិនដល់គាត់ចាប់ stand មកជាមួយនឹងវត្តមានរបស់ guarantee សាប់យកតែម្ដងនិយាយទៅសម្រាប់ teleport របស់ Nacha គឺត្រូវសម្រាប់ចិត្តតែច្បាស់មែនតើបើជាការ bait team fight ចាំ teleport វាជារឿងល្អតែបើសិនសុកteleport តរគេដល់ចូលអំបោគេយ៉ាងមកបាទរួចចូលអំបោគេយ៉ាងមកបើអញ្ចឹងនេះពិបាកបន្តិចបើសម្រាប់គាត់គណៈពេលគាត់ជាការចង់រោម៉ែជាមួយនឹងDark Sideប៉ុន្តែគាត់នៅតែពិបាកដូចគ្នាដោយសារតែDark Sideគាត់មិនដឹងថាគាត់ត្រូវអូសជាមួយនឹងក្រោមឬមួយក៏លើអញ្ចឹង team fight នៅពេលដែលមានវត្តមានឡតគឺធ្វើឲ្យសញ្ញាសួរឈឺក្បាលតែម្ដងពីវត្តមានរបស់វ៉ាហាឡាដូចគ្នាសញ្ញាសួរឈឺក្បាលសញ្ញាសួរឯកភាពបើវត្តមានឡតយើងក៏លេចមើលសល់50វិតែប៉ុណ្ណោះគណៈពេលក្រុមខាងវាយគ្នាមកប្រោយមានរូបភាពក្តៅកគុកមួយបច្ចុប្បន្នគឺធ្វើការលេង self ring ខ្លួនយើងក៏លេងទៅមើលជាមួយនឹង goal គណៈពេលDark Side គាត់ធ្វើការនាំមុខវិញណាអញ្ចឹងតិចតែDark Sideនាំមុខហើយគណៈពេលវ៉ាហាឡា comeback វិញគេអាចចូលក្រុមវិញឡើយអត់ទេហ្គេមនេះបើ comeback ទៀតDark Side គាត់នៅតែបន្តការលេង style លេងរបស់គាត់ក៏ដូចជាអតចរិតណាគឺនៅតែដដែលអត់ដូរបើសិនជាគ្មានការ comeback មិនព្រោះថាអតចរិតនៃការ control របស់គាត់នៅតែដដែលតាំងពីបើយើងនិយាយតាំងពី season មុនណា season នេះតាំងពី season មុនបងភាគច្រើនកីឡាកររបស់ Dark Side Sport គាត់ control គាត់ហែបក្នុងការលិតគេខ្លាំងពេកបាទនៅពេលដែលលិតក៏អត់ចេះ control អារម្មណ៍ខ្លួនឯងក្នុងការលេង safe មួយចាំយក objective ចាំ lot បុកមួយ lot អីទេគឺភាគច្រើនគាត់នៅពេលដែលគាត់តែងជាងគេគឺគាត់ commit វាយយកមកគឺមកបុកវាយមកបុកវាយយកមកអញ្ចឹងធ្វើឲ្យឱកាសហ្នឹងឯងតែ team ភាគច្រើនបើសិនជាគេចាប់ចំណុចខ្សោយបាល់Dark Side បានអាចនឹងគេយកឱកាសហ្នឹងភ្លាមឆក់ក្នុងការ comeback មកវិញយកត្រឹមត្រូវបាទយ៉ាងណាមិញយើងក៏លេងទៅមើលជាមួយនឹងក្រុមDark Sideនេះមួយអាចនិយាយថា roll season របស់គាត់តែងតែធ្វើបានល្អនៅក្នុង early game ប៉ុន្តែគាត់ចេះបញ្ចប់ game ទោះបីគាត់មុខជាមួយនឹង goal ឆាយ៉ាងណាក៏ដោយនៅមុខជាមួយនឹង lot ប៉ុន្តែនៅពេលដែលស្របពេលដែលគាត់បាន lot គឺជាហានិភ័យសម្រាប់គាត់ដូចគ្នាដោយសារតែពេលគាត់ all in ច្រើនពេកធ្វើឲ្យ file ឡើងកន្លែង lot ហ្នឹងតែម្ដងបាទអញ្ចឹងយើងចាំមើលចាស់ស្អែងគណៈពេលដែលយើងលេងមើល hero របស់ក្រុមវ៉ាឡាតារាភិករបស់គាត់ណាបើសិនជាការ all in ដឹងថា C combo ហើយcombo ជាសេះទៅលើណាចានហ្នឹងតែម្ដងជាមួយនឹង damage របស់គាត់រូប damage ច្រើនមកតង់ហើយមកតង់ទៀតតង់ហើយតង់ទៀតចឹងនេះបាក់ដែរបើគាត់ហៀង all in ហ្នឹងចូលអូជួយការវាយយកទៅអាលបែនមួយយកទៅដល់វាយពីកាថយដល់ Vincent មកដល់ហើយជួយការវាយទៅទៀតដល់គណៈពេលកាថយមួយណាគណៈពេល hand boss ពេល hand ពីការត្រកុំដល់ពីវត្តមានរបស់ Dark Side ចាប់ Dark Side ចូលចាប់ Dark Side រយ Dark Side បាត់បង់ Dark Side ពី hero វិញសូបាឡូទៅលើDark Side បាទហើយជុំស្ដាំឡើងមិនល្អ Vincent កំហុស Vincent សុតសាតក្នុងកន្លែងមិញបើយើងមាន replay កន្លែងមិញយើងឃើញ Vincent អត់ទួទៅកន្លែងហ្នឹងទេ Vincent នៅកន្លែងហ្នឹងគេអីទាំងតែ Vincent ជាប្រភេទ Ramos គាត់ join ទាំងក្នុង team fight ទេបច្ចុប្បន្នបាទគណៈពេលឥឡូវបច្ចុប្បន្ន free lot បដ ாய் អាយ៉ាDark Side កំពុងធ្វើការចូលកន្លងចាស់របស់គាត់ហើយចាប់ដើមភ័យបុកពោះដឹបហើយបាទសម្រាប់គាត់ដូចគ្នាចំណាមិញគណៈពេលវ៉ាហាឡាក្តីសង្ឃឹមរបស់គាត់នៅតែមានដូចគ្នាមិនដែរបើសិនជាហ្គេមនេះគាត់ធ្វើការយកឈ្នះគឺជាការលើកទឹកចិត្តទៅកាន់គាត់ដូចគ្នាដើម្បីឲ្យគាត់មានឱកាសក្នុងការយកឈ្នះ 2-0 ទៅលើDark Side ដូចគ្នាមិនដែរព្រោះទោះបើគាត់គឺប្រកៀកកាត់គ្នាដូចគ្នាចាំបើគាត់បាន 2-0 អាចនឹងមានឱកាសដែរបាទជាមួយនឹងការទាញDark Side ឲ្យធ្លាក់ចូលទៅកាន់ជាមួយនឹង slot របស់គាត់បាទ Vincent ខ្លាំង Faker មែនសំខាន់ Faker មិញអត់ចូលក្នុង turret ខ្លួនឯងទេអត់មក T1 turret គេទៀតរត់រួចបើគ្នាគេនឹងក្រោយ turret ខាងគេខាងផ្ទះគេហ្នឹងគេទៅឡើងចឹងមិនថាចុះបើគាត់លោតស្វាជាមួយទៅ turret ខ្លួនឯង flick ទៅ turret ខ្លួនឯងទៅ
បាទជាកំហុសរបស់គាត់មួយអាចនិយាយថាทีม fight លឿនពេកធ្វើគាត់និយាយថ្ងៃបច្ចុប្បន្នយើងក៏លេងទៅមើលជាមួយនឹងការនាំមុខវិញដូចគ្នាដែរខណៈពេលដែល pop ber របស់ Dark Side ក៏គ្មានតើ Dark Side អាចចេញ Dark Side មកដូចមួយណាស្របពេលដែលវ៉ាហាណាគេដឹងណាគេហូលឡោតទុកចោលប្រហែលម៉ានទី2ទីដែរបាល់ខ្វល់ខ្វាយមួយរំពេចភ្នែកគាត់ក្បិចហើយនឹងបើកគេលីត400ក៏វិញទីទៀតគេអាចចូលក្រុមទៀតហើយអូអេតបាទសម្រាប់ពីការលេង Mobile Legends បែងគ្មានអ្វីសប្បាយជាងប្រមូលគ្នាមកមើលកូនជុំគ្នាក៏ដូចជាមហោកញ្ជ្រៀវនៅ MPL KX រោងកុន Legend ទេបាទរោងកុន Legend Cinema ញ៉ាញ៉ាយ៉ាងណាវិញវត្តមានឡោតដើរមកស្របពេលដែលយើងមើលមីនៀនអញធ្វើការហូលឲ្យបានមកវិញមកទៀតដូចគ្នាដែលធ្វើឲ្យសមាជិករបស់ខាងក្រុម Dark Knight ចាប់ដើមឈឺក្បាលបដាហើយជាមួយនឹងដើម្បីដែលចេញមកពីការ support backline ដែលចេញមកពីណាចាដែលធ្វើឲ្យណាចាគេនេះគប់បានឈឺដូចគ្នាវត្តមានរបស់ផាត់ជាងការកាងខណៈពេលយ៉ាងមានតែក្បែរហ្នឹងថាចូលមកបន្តអត់មានយល់ដល់ពីវត្តមានរបស់ Stick តែ Stick អាចគេវាយមួយណាទៅស្មាខណៈពេលមានការលោតចូលជាមួយការ clear ជាមួយនឹងវត្តមានរបស់ឡោតតែម្ដងគប់តឡោតទេតែ clear ដល់ក្រោយអញគូថាមកគប់បានទៅហើយលោតចូលដល់គេវាយយកទៅដល់ខណៈពេលគេវាយយកទៅដល់ជាមួយវត្តមានរបស់ Stick អាចបានបងដូចគ្នាដែរយកបានស្កេនយកបានផាត់តែមានការបងជាមួយយ៉ាមីទៅដល់កាន់ Stick បើយើងគេអាយមក2-2ក៏បានទៅអត់ត្រូវខណៈពេលការ all in តែតែការវាយទៀតមួយណាមានការត្រូវក៏បានទៅពី Dark Side ហៀងការ clear បានធម្មតាអូយឌីមេកពឹងលើណាចាគួសមដែរណាចាបើសិនជា Fra skill ខុសអាចនឹងប្រហែលនៅក្នុង team fight តែបើសិនដូចតែប្រេងបាទមុននឹងទៅមានពាក្យប្រាប់ថាជម្រាបលាបាទជម្រាបលាហើយទីទៀតចាំមកជម្រាបសួរភាសាទៀតហ៎ Bifel ពីណាមិញ Bifel តែគេចាប់Vincent Fair ខ្លួនឯងហក់វាយកណ្ដាលមកគេ Vincent គឺបើកំឡូតមិញឈរមិញគឺត្រូវឆ្នះ team fight កន្លែងហ្នឹងហើយហក់វាយកណ្ដាលមកគេមិញបាទ Vincent 2ដងហើយបាទពិចារណាមែនតើនេះមិន Granger ទេគឺ Hero Moscow ត្រូវបាទក្រៅពេលបើសិនជាមិញបើសិនគាត់កំតន all in ក្នុងការចូលក្នុង activate របស់គាត់លឿនពេកហើយអាចល្អឲ្យ Dark Side គាត់តែការលេងមកឈុតទៅហើយឲ្យគេចាប់ជាមួយនឹង Dark Side ទៅឲ្យគាត់ចាប់ skill ពី Dark Side ទៅឲ្យគាត់មកក្រៅហ្នឹងនឹងអាចមានឱកាសដូចគ្នាដោយសារ damage all in គឺពឹងលើតែគាត់ដូចគ្នាដែរទូស្គាល់វិញចាប់ទៅកាន់ Vincent ហើយ Dark Side សុបាយហោះមែនតែ Dark Side យកបានតែមក kill ហើយគាត់ធ្វើការរត់បើ energy ដូចគ្នាអញ្ចឹងវាពិបាកដូចគ្នាដែរចាំបើយើងគិតមើលទៅ Dark Side នឹងគាត់គិតថាគាត់គួរតែឲ្យ Dark Side ទៅមុនវិញអានឹងបានល្អជាងសម្រាប់ Vincent ដើម្បីទៅការឲ្យគាត់អាប់លុយរីដូចគ្នាព្រោះអីអ្នកដែលធ្វើការទាំងអស់ហ្នឹងគឺ stick អីធ្វើការដេញជាមួយវត្តមានរបស់ Spider មួយណាចាស់ចាញ់អស់ហើយចឹងវាមានបញ្ហាសម្រាប់ក្នុងការដេញគុំគេបន្តទៀតដូចគ្នាយ៉ាងណាមិញវត្តមានឡោះធ្វើការ spawn mod នាំមកជាមួយនឹង MK Go ពី Valhalla ដូចគ្នាដែរគឺដាក់ពេលសមាជិក Dark Knight គួរធ្វើអ្វីម្យ៉ាងបើមិនធ្វើអ្វីម្យ៉ាងយ៉ាត់គេធ្វើវិញធួនកវិញអាចគ្រោះថ្នាក់បានដែរសម្រាប់គាត់បើយើងនិយាយពីសាច់ game នេះបងមនោបងកាសាច់ game នេះបើយើងនិយាយពី Dark Knight line up មួយនេះគាត់គួរតែលេង1-3-1យកបងហ្នឹងតែអ្នកទៀតអាចហូរបានតែអត់យល់អូផាតតបមកគេវាយអើយភ័យដូចកណ្ដាស់ផាតជួយការលុតចូលដល់វាយអូខោអត់ហើយជួយវត្តមានបលអាក់សាយភីមកកោលីនទៅវាយជាមួយ Spider វិញកណ្ដាស់ពេលនេះបើគេទីគាត់ទៀតកណ្ដាស់ពេល Stick អញគ្រូថាបានគ្រូចូលដល់កាប់ជួយ Stick នៅ Spider ដល់តែគាត់ទៅជួយ Stick ហើយ Dark Side ក៏បានបងដូចគ្នាជួយការលុតចូលតែមួយទៀតវិញគុំស្កាយអូ my god ដល់មកគេវិញសិតក៏បានលៀនលុតហើយជួយការវាយទៅទៀតដល់កណ្ដាស់ពេលបានបងជួយ Secret ជួយមកគេដល់ Vincent Spider ក៏មកតកាហូលឃើញ map មួយថាគាត់អាចតកាអូខាឡាដើម្បីការទៅលើដើម្បីតកាអូជួយមីនីបន្ថែមទៀតវិញណាពី Spider ដៃវាយជាមួយ head ដូចគ្នាដែរក្រាបពេល mechanical តែលើមីនីណូក្រាបពេល super ជាមួយនឹងមីនីរបស់ Dark Knight ក៏ respawn មកដូចគ្នាចាំវត្តមានរបស់ Spider អាចប្រកាសបុកតែបោះចូលវិញដូចគ្នាដែរស្របពេល Vincent ក៏ទៅការ respawn មក defend បានធម្មតាអូ Grand ហៅឲ្យធំដើម្បី substand មួយបើមិនដល់ឆ្នោតទេឯងនឹងប្រហែលលេងលុយទេគាត់ចាប់ផ្ដើម full ហើយតែថ្ងៃចបានតទៅលក់ពាក់ជីវិតឲ្យតន់ពេលបងមិញបើគាត់មានអីដោមួយអីក៏ដោយជីវិតគាត់ឬក៏ Vincent ឈើមួយនេះក៏បានដែរគាត់អាចនឹងវាយ Vincent វិញមក Vincent គួរតែសម្រាប់ចិត្តអញ្ចឹងវាយ backline ពីខាងក្រោយអត់គួរចូល team fight កដាមុខគេទេនិយាយទៅគាត់ជា Hero Moscow និយាយទៅធ្វើម៉េចឲ្យ Dark Side ទៅដាក់មកឈប់សិនទៅបាទឲ្យ Dark Side លេងមកឈប់សិនទៅហើយមិញ Dark Side គេលេងគេសាប់គេច្រាំ Dark Side ឡើងអស់ skill ហើយអញ្ចឹងគាត់មកដល់អាមេរិកតែអ្វីខ្ញុំគិតថា Valhalla គាត់លេងក្បាច់មួយគឺ teleport ឲ្យ head ទៅពីក្រោយខ្នងវិញគេស្រួលលេង game នេះគាត់Dark Knight រៀងស្រួលដោយសារតែណាចាអត់ទាន់ ultimate surprise ឡើយណាមួយណាបើសិនជា logic របស់ណាចាឆ្នះជាងនឹងមែនទេgame នេះប្រហែលតែពិបាកទៀតសម្រាប់តែមិនបាច់ទៅទាំងអស់គ្នាឲ្យតែ head ទៅពីក្រោយខ្នងមួយមានតែគេវាយ head ដាច់ភ្លាមមកពី backline គឺបើក vision ឃើញណោះគឺគាត់ងាយស្រួលក្នុងការឈរវាយមិនដឹងជាពិសេសបើសិនជាមាន stand បដាច់តា ultimate របស់ Stick មួយលេងមាន magic damage គឺគាត់សប្បាយឈរវាយមិនដឹងជាពិសេសគឺGrand គាត់បដូរវិញគេចង់ធ្វើអីចេះគេបដូរអញ្ចឹងវិញបាទអត់ដឹងច្បាស់ណាស់ខណៈពេលការបដូរមួយការហូលមួយបដូរប៉ុន្តែបដូរចោះព្រោះឡើងអញគ្រោះថ្នាក់បើសិនជាហ្គេមនេះបើសិននេះចង់ជោគជ័យតនាំលេងតតំណមគេលេងបើសិនចង់ជោគជ័យណាគេដឹងផាត់សឈាមតិចផាត់អេផាត់ហូលសាប់ផងជាមួយនឹងការហូលជាមួយនឹង teleport ឆែក map ឃើញផាត់ឃើញយ៉ាមីឃើញ3 arrow ជាមួយ stick បោកជាមួយ Vincent មួយទៀតទៅជួយនឹងការទេអត់ទៅមាន អូជួយជាមួយនឹងឡប់តែណោះនេះយកឡប់តែណោះក្រាប Vincent
ខ្លួនណាមកជាងការ defend Vincent ក្រាបហេតុជាងតែការយកចូលដល់បាយតែដល់គឺអត់ទៅការបាយទៅទៀតក្រាបនេះក៏ជាមួយវត្តមានរបស់ហេតុជាងការដាក់យកជាមួយ stick តែបានហេតុមួយទៀតការកុំសាប់យកដល់ចូលបានបោះតែដល់ការផានីក្រាប Vincent បាយទៅទៀតដល់ប៉ុន្តែមានការដេកសាប់យកទៅទៀតដល់ជាមួយការបាយយកជាមួយ secret សល់ជាមួយវត្តមានរបស់ Dark Side គឺជា Vincent ប៉ុន្តែមានការ all in ទៅបុកផ្ទះយកតែម្ដងស្របពេលសមាជិករបស់ក្រុមជាងការរំខានឲ្យប្រកាន់ទៀតក្រាបពេល secret រំខានទៅកាន់ Vincent គេអត់បាយទៅការ recall មកទេបានទេសល់តែវត្តមានរបស់ Dark Side តែម្ដងតើ Dark Side អាចចេញជា Dark Side mode រួចណា Dark Side mode រួចណាអត់ទាន់ដឹងច្បាស់ជាមួយវត្តមានរបស់ Dark Side តែមានការបាយទេចេញជំនាញគេទី1គឺបានទៅលើ